បងខ្ញុំមកបង្ហាញពីរបៀបប្រើឧបករណ៍បូមស្លាកនេះបងនិយាយទៅប្រភេទនេះពេលដែលប្រើទៅគឺធានាថាបានផល 100% ពូមុននឹងចេញលក់គឺគេបានតេស្តកំភៅមែនតើថាវាពិតជាអាចបូមបានមែនអញ្ចឹងណាបងនេះគឺរបៀបប្រើប្រាស់ណែនាំគេបន្ថែមបងយកទៅបងអាចមើលបានអញ្ចឹងណាបងជាភាសាអង់គ្លេសទេបងអញ្ចឹងលើនេះក៏គេមានណែនាំដែរអញ្ចឹងពេលដែលបងប្រើបងដកនេះចេញមកហើយគេមានម៉ាស់គេរហូតដល់3ទំហំអញ្ចឹងបងអាចជ្រើសរើសបានតាមតម្រូវការម៉ាស់ទំហំកណ្ដាលគេនេះគឺបងអាចដាក់វីដេអូកណ្ដាលបានបងខាងកណ្ដាលនេះគឺអាចដាក់វីដេអូបានទំហំទូចហើយនឹងទំហំធំយើងអត់ដាក់វីដេអូទេអញ្ចឹងតាមតម្រូវការរបស់បងចង់ប្រើដាក់វីដេអូក៏បានបងបាច់ដាក់ក៏បានដែរនេះបងគឺយើងដាក់បែបហ្នឹងណាបន្ទាប់មកនេះបងគឺយើងធ្វើបែបនេះយើងឲ្យគាត់កេងទៅនេះឲ្យគាត់កេងហើយយើងញាប់វីដេអូនេះចូលក្នុងមាត់របស់គាត់ហើយយើងចុចនេះបងសំឡេងខ្លាំងណាបានន័យថាកម្លាំងវាគឺខ្លាំងបានវាសំឡេងខ្លាំងបែបហ្នឹងអញ្ចឹងណាបងហើយពេលដែលបងចង់ប្រើលើក្រោយទៀតបងធ្វើបែបនេះពីបងគេទៅតឹងមែនតើបងដោយសារកម្លាំងវាខ្លាំងយើងគ្រាន់ស្កត់អញ្ចឹងមកយើងប្រើលើក្រោយយើងចុចដល់កន្លែងនេះទៀតទៅគឺប្រើបានទៀតឯងបងហើយឧបករណ៍នេះគឺគេដាក់នៅលើប្រអប់អាចប្រើបានរហូតដល់5ឆ្នាំបងហើយតំតផលិតណាបងនេះខែតំតផលិតទេហើយប្រើបានដល់5ឆ្នាំមកបងអញ្ចឹងទៅបាន 100%មិនថារបស់អីទេដែលនៅក្នុងកងករបស់គាត់គឺធានាថាបឺតចេញ 100%អញ្ចឹងណាបងអរគុណ